បើនិយាយពីមីគឺជាអាហារដែលពេញនិយមសម្រាប់យុវវ័យសម័យថ្មីពីព្រោះវាងាយស្រួលក្នុងការចម្អិនហើយក៏មានរសជាតិច្រើនសម្បូរបែបដែលអាចជ្រើសរើសបានតាមតម្រូវការនិងចំណង់ចំណូលចិត្តផងដែរហើយវាមិនមែនត្រឹមតែពេញនិយមសម្រាប់យុវវ័យប៉ុណ្ណោះទេសម្រាប់អ្នកដាច់លុយដូចជា admin នេះក៏ចូលចិត្តដែរជាពិសេសចុងខែមាត់ចិត្តតែក្លៀនមីនិងពងទាហើយហូបមីសឹងតែរាល់ខែចឹងមានដឹងថាប្រទេសណាដែលជាកំពូលអ្នកញ៉ាំមីច្រើនជាងគេលើពិភពលោកដែរទេកាលពីឆ្នាំ2024កន្លងទៅនេះសមាគមមីកញ្ចប់ពិភពលោក World Instant Noodle Association ឬអក្សរកាត់ WINA បានចេញលទ្ធផលនៃចំនួនមីកញ្ចប់ដែលប្រទេសនីមួយៗលើពិភពលោកបរិភោគប្រចាំឆ្នាំក្រោយឃើញលទ្ធផលនេះហើយយើងក៏សម្រេចចិត្តយកលទ្ធផលនេះមកចែកជូនអ្នកទាំងអស់គ្នាឲ្យបានដឹងអញ្ចឹងកុំឲ្យរងចាំយូរមកស្គាល់ប្រទេសទាំង10ដែលជាអ្នកកំពូលខាងញ៉ាំមីច្រើនជាងគេក្នុងឆ្នាំ2024លំដាប់ទី1បានទៅលើប្រទេសចិននិងទីក្រុងហុងកុងលទ្ធផលបានបញ្ជាក់ថាចំណាត់ថ្នាក់នៃប្រទេសដែលហូបមីកញ្ចប់ច្រើនជាងគេទី1បានទៅលើប្រទេសចិននិងទីក្រុងហុងកុងដោយមួយឆ្នាំប្រជាជនចិនបរិភោគមីប្រមាណ 42,210 លានកញ្ចប់សម្រាប់រសជាតិវិញជនជាតិចិនរស់នៅខាងចិនដីគោកតែនិយមបរិភោគទឹកស៊ុបបែបចិនចម្រាញ់ចេញពីសាច់គោបន្លែដោយគ្រឿងទេសសំខាន់របស់ចិនទាំង5មុខក្រៅពីសរសៃមីធម្មតាមីស៊ូនិងមីសរសៃបែបចិនក៏ជាទីពេញនិយមនៅក្នុងប្រទេសមួយនេះផងដែរដោយឡែកនៅទីក្រុងទំនើបដូចជាហុងកុងវិញទឹកស៊ុបហាក់មានភាពចម្រុះជាងដោយពលរដ្ឋនៃទីក្រុងនេះនិយមហូបទឹកស៊ុបដែលរងាស់ពីបង្គាត្រីសាច់គោសាច់មាន់និងឆ្អឹងជ្រូកជាដើមភាគច្រើនប្រជាជនហុងកុងនិយមហូបមីកញ្ចប់ជាអាហារពេលព្រឹកនិងអាហារសម្រន់ទី2ប្រទេសឥណ្ឌូនេស៊ីមិនចម្លែកទេដែលប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ2ក្នុងតារាងនេះហើយយីហោ Indomie ដែលមានដើមកំណើតពីប្រទេសមួយនេះក៏ជាទីពេញនិយមបំផុតផងដែរលទ្ធផលប្រចាំឆ្នាំប្រជាជននៃប្រទេសដែនកោះមួយនេះបានទទួលទានមីកញ្ចប់អស់ប្រហែល 14,540 លានកញ្ចប់ដោយមីពេញនិយមបំផុតគឺមីកូរ៉េងដែលមានន័យជាភាសាខ្មែរថាមីឆាឬយើងតែងហៅជាប់មាត់ថាមីគោកនោះឯងដោយសារប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមមីកញ្ចប់ជាទូទៅតែងមានស្តង់ដារត្រឹមត្រូវតាមហាឡាស់ជាមួយនឹងរសជាតិបន្លែសាច់មាន់និងបង្គាទី3ប្រទេសឥណ្ឌាត្បិតមានប្រជាជនច្រើនជាងគេនៅលើពិភពលោកពិតមែនតែប្រទេសឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ3ក្នុងតារាងនេះដោយប្រើប្រាស់មីអស់ 8,680 លានកញ្ចប់ក្នុងមួយឆ្នាំនៅពេលនិយាយពីម្ហូបឥណ្ឌាអ្នកប្រកាសជានឹកដល់ម្ហូបសម្បូរទៅដោយគ្រឿងទេសពីរុក្ខជាតិនានាជាក់ជាមិនខានជាការពិតមីកញ្ចប់រសជាតិការីម៉ាសាកានិងសាច់មាន់ទីកាជារសជាតិដែលជនជាតិឥណ្ឌាចូលចិត្តខ្លាំងប៉ុន្តែរសជាតិដែលលក់ដាច់បំផុតជារសជាតិបន្លែទៅវិញព្រោះប្រមាណ 60%នៃប្រជាជនសរុបជាអ្នកបួសដែលមិនអាចបរិភោគសាច់បានទី4ប្រទេសវៀតណាមប្រទេសវៀតណាមបានទទួលទានមីកញ្ចប់អស់ប្រមាណ 8,130 លានកញ្ចប់ក្នុងមួយឆ្នាំជាលទ្ធផលអ្នកជិតខាងរបស់ប្រទេសកម្ពុជាមួយនេះបានជាប់ចំណាត់ថ្នាក់ត្រឹមតែលេខ4ប៉ុណ្ណោះនិយាយពីរសជាតិវិញប្រទេសវៀតណាមចូលចិត្តទឹកស៊ុបតំឈូចាយដែលមានគ្រឿងផ្សំគោលពីបង្គាបន្ថែមពីនោះប្រជាជនវៀតណាមក៏ចូលចិត្តដាក់ខ្ទឹមបារាំងក្រូចឆ្មានិងម្រេចចូលទៅក្នុងមីរបស់ខ្លួនផងដែរក្រៅពីសរសៃមីធម្មតាគុយទាវហ្វឺក៏ជាជម្រើសដ៏ពេញនិយមសម្រាប់ជាតិសាសន៍មួយនេះផងដែរទី5ប្រទេសជប៉ុនគួរឲ្យភ្ញាក់ផ្អើលបន្តិចដែរដោយហេតុថាប្រទេសដែលជាអ្នកបង្កើតមីកញ្ចប់បែរជាទទួលបានចំណាត់ថ្នាក់លេខ5ទៅវិញតែមិនអ្វីទេប្រជាជនជប៉ុនបានទទួលទានមីប្រមាណ 5,840 លានកញ្ចប់ក្នុងមួយឆ្នាំចុងក្រោយនេះដោយឡែកជម្រើសសរសៃមីក្នុងប្រទេសជប៉ុនពិតជាមានច្រើនបែបរាប់ចាប់ពីសរសៃមីឧដុងស៊ូបានិងមីបំពងជាមួយនឹងទឹកស៊ុបពេញនិយមដែលរងាស់ចេញពីឆ្អឹងជ្រូកសាច់មាន់ត្រីជាមួយនឹងទឹកស៊ីអ៊ីវបែបជប៉ុនជាដើមទី6សហរដ្ឋអាមេរិកមហាអំណាចពិភពលោកដូចជាសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី6ក្នុងតារាងនេះដោយបរិភោគមីជាង 5,100 លានកញ្ចប់ក្នុងមួយឆ្នាំខ
ខុសប្លែកពីប្រទេសដទៃដែលប្រើប្រាស់ចង្កឹះក្នុងការចាប់សរសៃមីប្រជាជនអាមេរិកចូលចិត្តកាត់សរសៃមីឲ្យខ្លីៗនិងទទួលទានដោយប្រើប្រាស់ស្លាបព្រានិងសមដោយឡែកសម្រាប់រសជាតិវិញសាច់មាន់ជារសជាតិដែលត្រូវមាត់ពួកគេខ្លាំងបំផុតទី7ប្រទេសហ្វីលីពីនក្នុងចំណាត់ថ្នាក់លេខ7ប្រទេសហ្វីលីពីនញ៉ាំមីអស់ប្រមាណ 4390 លានកញ្ចប់រួមបញ្ចូលទាំងមីគោកនិងមីស៊ុបប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះតែងនិយមបរិភោគមីជាអាហារសម្រន់ដោយមានរសជាតិបែបប្រពៃណី Pancit Canton ជាមីគោកនិងគ្រឿងសមុទ្រជាមីស៊ុបទាំងពីរនេះជារសជាតិក្នុងដួងចិត្តរបស់ពួកគេទី8ប្រទេសកូរ៉េពេលមើលរឿងកូរ៉េម្ដងយើងតែងឃើញតួអង្គញ៉ាំមីគោកជាមួយនឹងទឹកម្ទេសពណ៌ក្រហមឆ្អៅជាប្រចាំតែនៅក្នុងឆ្នាំចុងក្រោយនេះរសជាតិសាច់មាន់និងទឹកស៊ុបចាំប៉ុនក៏ជារសជាតិដ៏ពេញនិយមដែរដោយឡែកសម្រាប់ចំនួនកញ្ចប់វិញប្រទេសកូរ៉េញ៉ាំមីអស់ 4040 លានកញ្ចប់ក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះដែលជាប់ចំណាត់ថ្នាក់លេខ8លេខ9ប្រទេសថៃសម្រាប់ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ9ជាមួយនឹងមីចំនួន 3950 លានកញ្ចប់តាក់ទងនឹងរសជាតិពេញនិយមវិញប្រជាជនខ្មែរក៏ប្រហែលជាធ្លាប់បានភ្លុកខ្លះដែរហើយដោយសាររសជាតិពេញនិយមជាទូទៅរសជាតិតុំយ៉ាំសាច់ជ្រូកចិញ្ច្រាំនិងស៊ូគីលំដាប់ទី10ប្រទេសនីហ្សេរីយ៉ាដោយបរិមាណ 2980 លានកញ្ចប់ក្នុងមួយឆ្នាំប្រទេសនីហ្សេរីយ៉ាបានទទួលចំណាត់ថ្នាក់លេខ10រសជាតិសាច់មាន់ជារសជាតិដែលងាយរកបំផុតនៅក្នុងប្រទេសមួយនេះសម្រាប់វិធីសាស្ត្រក្នុងការបរិភោគវិញប្រជាជននីហ្សេរីយ៉ានិយមហូបសរសៃមីក្នុងបរិមាណច្រើនដោយមិនហុតទឹកស៊ុបសម្រាប់អាហារពេលព្រឹកនិងថ្ងៃត្រង់តែនេះជាប្រទេសទាំង10ដែលទទួលទានមីកញ្ចប់ច្រើនជាងគេនៅលើពិភពលោកដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញកាលពីឆ្នាំ2023ប្រជាជនកម្ពុជាបានបរិភោគមីអស់ប្រមាណ420លានកញ្ចប់និងជាប់ចំណាត់ថ្នាក់លេខ23នៅក្នុងតារាងនេះសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like និងចុច Subscribe ឲ្យ admin ម្នាក់មួយផងដើម្បីឲ្យ admin មានទឹកមាត់ផលិតវីដេអូបន្តសូមអរគុណសូមអរព្រះគុណនិងសូមជម្រាបលា